ចាគុណលោកស្រីនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនចាងាកមកព្រឹត្តិការណ៍ព័ត៌មានគ្រោះអគ្គិភ័យវិញម្ដងចាគឺអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងគឺឆេះគ្មានសល់ចានៅក្នុងស្រុកសៀមប៉ាងអគ្គិភ័យបានលេបត្របាក់ឆេះអស់ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងដែលធ្វើអំពីឈើប្រក់សង្កសីបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នានៅក្នុងភូមិរួមនឹងសមត្ថកិច្ចមកជួយធ្វើការអន្តរាគមន៍ហើយការនេះបានកើតឡើងកាលពីវេលាម៉ោង 3:55 នាទីរសៀលនៅថ្ងៃទី 17 មករាឆ្នាំ 2017 គឺស្ថិតនៅចំណុចភូមិតាខិញចាក់ឃុំព្រែកមាសស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងយោងទៅតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកាត់ហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលគ្រោះអគ្គិភ័យបានឆាប់ឆេះផ្ទះមួយខ្នងបានកើតឡើងគឺគេបានឃើញមានផ្សែងហុយក្មួយខ្មាញ់ចាស់ចេញពីចង្ក្រានបាយមកខាងក្រៅចាលោកបានមួយផ្លែតក៏មកស្រាប់តែមានអណ្ដាតភ្លើងបានឆាប់ឆេះឡើងយ៉ាងសន្ធោសន្ធៅប្រភពដដែលបានបន្តថាភ្លាមនោះផងដែរប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យនៃអធិការស្រុកសៀមប៉ាងមកជួយអន្តរាគមន៍ចុះមកទប់ស្កាត់បាញ់ទឹកពន្លត់ភ្លើងចាកុំឲ្យឆាប់ឆេះរាលដាលតទៅទៀតតែអកសលរថយន្តអគ្គិភ័យគឺមិនបានមកទាន់ពេលវេលានោះទេចាប់ព្រោះផ្លូវគឺមានចម្ងាយ8 ទៅ 9 គីឡូម៉ែត្រគឺឆ្ងាយពេកมันអាចជួយពន្លត់ឲ្យទាន់ពេលវេលាបានការឆាប់ឆេះនេះគឺវាលឿនជាងរថយន្តពន្លត់អគ្គិភ័យទៅដល់ចាទៅបានភ្លើងឆាប់ឆេះផ្ទះអស់និងខូចខាតអស់ទ្រព្យសម្បត្តិគ្មានសល់សូមបញ្ជាក់ផងដែរថាមូលហេតុនៃគ្រោះអគ្គិភ័យនេះគឺចាប់ផ្ដើមចេញមកពីភ្លើងចង្ក្រានដាំបាយទុកចោលចាដោយម្ដាយដាក់ដាំបាយចារួចរត់ទៅមើលកូនយំចាលោកសៀនសុខុមជាអធិការស្ដីទីស្រុកសៀមប៉ាងគឺបានឲ្យដឹងថាម្ចាស់ផ្ទះគឺមានឈ្មោះខឿនពិសិដ្ឋអាយុ 24 ឆ្នាំមុខរបរជាកសិកររស់នៅភូមិឃុំកាត់ហេតុខាងលើនោះគឺបានឆេះផ្ទះមួយខ្នងចាធ្វើអំពីប្រក់សង្កសីរួមទាំងទ្រព្យសម្បត្តិចាគឺរួមមានលុយ$300ស្រូវ 11B និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុងតែมันបានធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយចាគឺចាអរគុណចំពោះករណីគ្រោះអគ្គិភ័យនេះគឺតកតងទៅនឹងខេត្តស្ទឹងត្រែងនៅក្នុងស្រុកសៀមប៉ាងបាទយើងឃើញថាបណ្ដាលមកពីការធ្វើប្រហែសបាទរបស់ម្ចាស់ផ្ទះយើងឃើញថាមើលទស្សនវិជ្ជាជាក់ស្ដែងបាទគឺផ្ទះស្លឹកក៏ដូចជាផ្ទះឈើផងបាទវាងាយនឹងឆាបឆេះដោយសារតែការធ្វើប្រហែសនៅក្នុងការដាំភ្លើងចង្ក្រានបាទមិនបានពន្លត់ក៏ដូចជាពេលណាដែលខ្យល់បក់ទៅយើងឃើញស្រាប់ហើយបាទគឺវានៅក្នុងវាលមួយបាទចង្ក្រានបើកាលណាដែលខ្យល់បក់ទៅវាបណ្ដាលឲ្យទៅឆាបឆេះបាទនៅទីកន្លែងមួយចំនួនរហូតទៅដល់ឈានដល់ការឆាបឆេះផ្ទះបាទទាំងស្រុងម៉ត់តែម្ដងយើងឃើញបាទហើយមួយទៀតបាទសម្រាប់អគ្គិភ័យនៅក្នុងរាជធានីភ្នំពេញយើងក៏ឃើញជាក់ស្ដែងជាច្រើនបាទមានបញ្ហាដែលកើតឡើងនោះគឺដោយសារតែការធ្វើប្រហែសទៅនឹងការដាក់ប្រព័ន្ធខ្សែភ្លើងការធ្វើប្រហែសទៅនឹងប្រជាពលរដ្ឋដែលគាត់ភាគច្រើនស្នាក់នៅផ្ទះជួលឬក៏កន្លែងមួយចំនួនមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីអគ្គិសនីក៏ដូចជាខ្សែភ្លើងនៅពេលដែលយើងចិត្តតែដាក់ផ្ដេសផ្ដាស់ឬក៏តផ្ដេសផ្ដាស់កំណាត់ផ្ដេសផ្ដាស់វាក៏ជាហេតុបង្កបាទជាការផ្ទុះខ្សែភ្លើងដែលធ្វើឲ្យបាទអន្តរាយផ្សេងបាទនៅក្នុងគេហដ្ឋានរបស់យើងផងដែរចាអរគុណចំពោះករណីគ្រោះគ្រោះអគ្គិភ័យនេះចាដូចនាងខ្ញុំបានជម្រាបជូនឬក៏ដាស់តឿនទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនចាដោយនៅក្នុងផ្ទះនោះគឺគាត់មានការខ្វះការប្រុងប្រយ័ត្នដោយសារតែបំពង់ចាគឺបំពង់ហ្គាសណាចាលោកវិធាចាបំពង់ហ្គាសគឺបងប្អូនគឺបានចំអិនម្ហូបអាហារប៉ុន្តែគាត់ភ្លេចចាគឺបិទអញ្ចឹងទៅចាយូរទៅគឺអាចផ្ទុះសេខ្សែភ្លើងហើយតេតិនទៅនឹងការឆ្នាំងសាកបញ្ចូលភ្លើងទូរស័ព្ទចាបើសិនជាបងប្អូនគឺបានបញ្ចូលថ្មគឺពេញអីចឹងទៅចាសូមបងប្អូនចាគឺដកចេញចាគឺឈប់ប្រើប្រាស់វាចាដូច្នេះគឺវាមិនមានការផលប៉ះពាល់ទៅដល់ការផ្ទុះសេខ្សែភ្លើងឬក៏ក្តៅចរន្តអគ្គិសនីពេកទេចាហើយសម្រាប់តេតិនទៅនឹងករណីនេះផងដែរចាសូមដាស់តឿនឬក៏អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចានៅក្នុងពិធីបុណ្យចូលឆ្នាំចិនចាខិតជិតមកដល់ហើយតេតងទៅនឹងបងប្អូនគឺខ្វះការប្រុងប្រយ័ត្នតេតងទៅនឹងការអុជធូបទៀនចាគឺមុននឹងចេញទៅផ្ទះឬក៏ដើរកំសាន្តទីណាក្តីចាបងប្អូនកុំភ្លេចពន្លត់ទៀនធូបចាដែលបងប្អូនដែលអុជសែនឲ្យជីដូនជីតាចាបាទនេះជាសារផ្ដាំផ្ញើក៏ដូចជាការរំលឹកដល់បងប្អូនបាទជាថ្មីសម្រាប់នេះឱកាសបុណ្យខាងមុខនេះ